តម្លៃហាឈេមីបានធ្លាក់ឡើងក្បាលចោតរហូតដល់$300ឯណោះនៅដើមសប្តាហ៍ទី2នៃខែមិថុនាតម្លៃហាឈេមីបានធ្លាក់រហូតដល់ជិត$4,000ក្នុងមួយអោនដោយសារតែកត្តាជាច្រើនជាក់ស្ដែងនៅថ្ងៃនេះផ្ទាល់គឺមានការកាត់ឡើងសារជាថ្មីរវាងប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិកមានការវាប្រហារគ្នាសារជាថ្មីផងដែរដោយឥឡូវនេះអ៊ីរ៉ង់គឺបានបិទច្រកសមុទ្រ Hormuz ជាស្ថាពរម្ដងទៀតជាថ្មីម្ដងទៀតនៅព្រឹកថ្ងៃប្រហោះនេះផងដែរហើយលោកប្រធានាធិបតី Donald Trump ក៏បានព្រមាននឹងដាក់សម្ពាធទៅរដ្ឋាភិបាលប្រទេសអ៊ីរ៉ង់ថាគាត់នឹងវាប្រហារទៅកាន់ទីក្រុងនៃប្រទេសអ៊ីរ៉ង់សារជាថ្មីម្ដងទៀតដើម្បីឲ្យប្រទេសអ៊ីរ៉ង់រដ្ឋាភិបាលប្រទេសអ៊ីរ៉ង់គឺនឹងចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងបទច្បាប់និងចុះចាស់បញ្ចប់សង្គ្រាមនៅក្នុងសប្តាហ៍នេះផងដែរបើសិនជារដ្ឋាភិបាលនៃប្រទេសអ៊ីរ៉ង់មិនព្រមចុះហត្ថលេខានិងបញ្ចប់សង្គ្រាមនៅប្រទេសអ៊ីរ៉ង់ទេរដ្ឋាភិបាលសហរដ្ឋអាមេរិកលោកប្រធានាធិបតី Donald Trump គាត់នឹងបញ្ជាឲ្យវាយប្រហារយ៉ាងខ្លាំងក្លាទៅកាន់ប្រទេសអ៊ីរ៉ង់ដើម្បីបកបាត់ច្រកសមុទ្រ Hormuz ផងដែរអញ្ចឹងស្រាប់វិញដែរតម្លៃហាឈេមីក៏ត្រឹមម៉ោង7:40នាទីនេះតម្លៃហាឈេមីកំពុងតែជួញដូរនៅតម្លៃ$4,070ក្នុងមួយអោនដែលស្មើនឹងតម្លៃ$4,903ក្នុងមួយដុល្លារផងដែរអញ្ចឹងបើសិនជាបងប្អូនចង់រៀបចំផែនការទិញលក់បែបណាមានសុភាពឬក៏ចង់ដឹងអំពីតម្លៃហាឈេមីភាសាក្នុងការបើកគណនីផ្សេងៗក្នុងការទិញលក់ជួញដូរតម្លៃហាឈេមីកុំភ្លេចតំណែងរបស់ខ្ញុំបានតាមរយៈ link នៅក្នុង Telegram ក្នុង caption ខាងលើឬក៏លេខទូរស័ព្ទដែលមាននៅក្នុង caption ខាងលើផងដែរអញ្ចឹងពីខ្ញុំទៅមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយអរគុណ